សិក្ខាបទដែលជាបណ្ណត្តិវច្ចៈហេតុដូចម្ដេចបានជាមានសិក្ខាបទខ្លះប្រកបដោយចិត្តក៏ដាច់មិនប្រកបដោយចិត្តក៏ដាច់ដូចជាវិកាលភោជនីជាដើមអានេះគឺវាមានហេតុណាបានព្រះអង្គសម្ដែងនឹងដូចជានៅក្នុងរឿងវិកាលសិក្ខាបទហ្នឹងវិកាលភោជនីហ្នឹងដោយក្នុងការនោះភិក្ខុខ្លះអាងលេះណាអាងលេះអត់យកចិត្តទុកដាក់ហ្នឹងមិនមែនជារឿងកុហកទេប៉ុន្តែលោកមិនអើពើដល់ពេលថ្ងៃត្រង់អីហ្នឹងលោកនៅតែឆាន់ថ្ងៃជ្រេលោកនៅតែឆាន់លោកអានថាលោកមិនបានចេញទៅមើលថ្ងៃអញ្ចឹងណាអាហ្នឹងព្រះអង្គសម្ដែងបញ្ញត្តិសិក្ខាបទថាភិក្ខុឆាន់ភោជនាហារខុសកាលហ្នឹងត្រូវអាបត្តិបាចរិយៈអញ្ចឹងទៅសាមណេរត្រូវតនកម្មទៅពុទ្ធបរិស័ទក៏តាមនឹងដែរទៅក្តាច់សិលអញ្ចឹងទៅហើយសិក្ខាបទផ្សេងវាមានចិត្តហើយដល់តែខណៈហ្នឹងលោកអានអញ្ចឹងឯងលោកខ្ជិលរវល់សូម្បីព្រះសម្មាសម្ពុទ្ធសម្ដែងថាឆាន់នៅភោជនាហារខុសកាលណាគឺចាប់តាំងពីព្រះអាទិត្យជ្រេទៅមិនមែននិយាយម៉ោងណាយើងឥឡូវទៅយើងគិតម៉ោងប៉ុន្តែយើងមើលព្រះអាទិត្យជ្រេបន្តិចតែឃ្លៀងបន្តិចគឺត្រូវទៅហើយទៅឆាន់ហើយដល់ទៅលោកអាងអញ្ចឹងលោកថាលោកឆាន់លោកអត់បានមើលណាលោកអត់បានចេញមើលថ្ងៃលោកមិនបានអើពើរឿងថ្ងៃហ្នឹងលោកស្មានតែថ្ងៃមិនតាន់ជ្រេហើយលោកក៏មិនខ្វល់ចេញទៅមើលថ្ងៃទេណាហើយដល់ហើយជាងកាលថ្ងៃជ្រេបន្តិចអីទៅហើយបានលោកឈប់ឆាន់ហើយទៅលោកគិតថាលោកអត់មានត្រូវទោសអីទេព្រោះលោកអត់បានដឹងថាថ្ងៃហ្នឹងវាទៅអញ្ចឹងណាដែលព្រះអង្គបញ្ញត្តិថែមជាអនុបញ្ញត្តិហ្នឹងគឺដើម្បីកុំឲ្យពួកភិក្ខុហ្នឹងមានសេចក្តីធ្វេសប្រហែសមានការអាងលេះដោយការខ្ជិលឬក៏ដោយការប្រមាទណាមិនអើពើណាអាហ្នឹងអនាតិរិយ៉ាងហ្នឹងគឺការដែលភិក្ខុមិនអើពើហ្នឹងក៏ត្រូវទោសអាហ្នឹងដើមហេតុហ្នឹងចឹងឯងណានេះគឺសិក្ខាបទហ្នឹងចឹងដើម្បីឲ្យយើងយកចិត្តទុកដាក់ថាវាពិតជាសំខាន់មែនសិក្ខាបទដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងមកហ្នឹងឲ្យសាវកហ្នឹងបានដឹងថាវាសំខាន់ហើយបានជាព្រះអង្គទ្រង់បញ្ញត្តិមកហ្នឹងសំបីរឿងព្រះអង្គបញ្ញត្តិសិក្ខាបទហ្នឹងក៏មានពួកភិក្ខុពួកវជ្ជីបុត្រអីហ្នឹងរអ៊ូរតំជាមួយព្រះសម្មាសម្ពុទ្ធច្រើនណាមិនតែយើងឥឡូវថាពុទ្ធបរិនិព្វានទៅអ្នកកើតតន់ពុទ្ធបួសក្នុងសាសនាព្រះអង្គហ្នឹងក៏រអ៊ូជាមួយពុទ្ធកាលនោះដែរណាដូចជាសុផតៈនៅក្នុងបិដកលេខ16អីដែលក្នុងការនោះបានដំណឹងថាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បរិនិព្វានភិក្ខុដទៃដែលស្ម័គ្រស្មោះចំពោះព្រះសម្មាសម្ពុទ្ធដែលនៅជាពុទ្ធជនអីហ្នឹងខ្សឹកខ្សួលរំជួលចិត្តយំបន្ទួបន្ទិញទៅហើយព្រះអរហន្តក៏លោកមានការពិចារណាសង្ខារធัวអីធម្មតាទៅលោកមិនញាប់ញួរអីហើយសុផតៈហ្នឹងក៏នៅជាពុទ្ធជនបានហាមថាវិសោទាំងឡាយទៅយំធ្វើអីបានមហាសមណៈគោតមបរិនិព្វានទៅវាស្រួលយើងផុតទុក្ខផុតភ័យអីណាកាលមហាសមណៈនឹងនៅធ្វើនេះខុសធ្វើនោះខុសបានបរិនិព្វានទៅយើងស្រួលយើងចង់ធ្វើអីក៏បានណាដើមហេតុនឹងបានព្រះមហាកស្សបៈបានលឺហ្នឹងបន្ទាប់ពីព្រះអង្គបរិនិព្វានទៅ3ខែធ្វើសង្គាយនាណាដែលឧបត្ថម្ភដោយព្រះបាទជាតសន្តោនោះនឹងមូលហេតុនឹងអញ្ចឹងណាគឺការដែលព្រះអង្គបញ្ញត្តិនៅសិក្ខាបទថាសូម្បីតែមិនមានចិត្តដើម្បីនឹងធ្វើក៏ខុសដែរនឹងគឺដើម្បីកុំឲ្យភិក្ខុសង្ឃប្រមាទគិតថាវាមិនអីទេណាមិនអីទេដូច្នេះត្រូវឲ្យលោកមានស្មារតីដើម្បីដាស់តឿនស្មារតីឲ្យសឹងអីនឹងឆាន់អីនឹងគឺគោលបំណងដើម្បីឲ្យភិក្ខុសង្ឃនឹងរវាសមានស្មារតី